ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសម្រាប់បាន 79% ហើយសន្ទុះអភិវឌ្ឍបែកខាងត្បូងរាជធានីភ្នំពេញកាន់តែពុះកញ្ជ្រោលគម្រោងស្ពានទី7ឆ្លងទន្លេបាសាក់តភ្ជាប់តំបន់ចាក់អង្រែក្រោមនិងព្រែកប្រាពេលនេះសម្រាប់លទ្ធផលបានដល់ទៅ 79% ហើយគិតត្រឹមដើមខែកក្កដាឆ្នាំ 2026 នេះយោងតាមការចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី 9 ខែកក្កដាថ្មីៗនេះផ្នែកគ្រឹះនិងរចនាសម្ព័ន្ធក្រោមស្ពានគឺបានបញ្ចប់ 100% ពេញលេញចំណែកឯតួស្ពានមេក៏សម្រេចបាន 84% ផងដែរក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារយ៉ាងសកម្មព្រមទាំងយកចិត្តទុកដាក់បំពាក់ភ្លើងបំភ្លឺសួនច្បាររង្វង់មូលនិងកម្រាលបេតុងប្រឆាំងការរអិលដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋនេះគឺជាស្ពានទី7ហើយដែលលាតសន្ធឹងកាត់ទន្លេបាសាក់បន្ទាប់ពីស្ពានកោះពេជ្រកោះនរានិងស្ពានព្រះមុនីវង្សការលេចចេញជារូបរាងយ៉ាងរហ័សនេះកំពុងជួយរំដោះការកកស្ទះចរាចរណ៍និងធ្វើឲ្យសក្តានុពលតម្លៃអចលនទ្រព្យនៅតំបន់ព្រែកប្រានិងចាក់អង្រែស្ទុះឡើងគួរឲ្យកត់សម្គាល់សូមចុច Follow ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត